គុណដល់សប្បុរសជនក្នុងក្រៅប្រទេសទាំងអស់ជាពិសេសនៅក្នុងខាងបាត់ដំបងនេះផ្ទាល់ក៏បានចាត់ចែងមកពីលើកទី3លើកទី3ហើយលើកនេះមាននេះមាន70កែហើយមាននំពីមានតាំងពីមហូបប្រកបជាតិបន្លែកាន់អីជាដើមសម្រាប់ជួយដល់សុទ្ធ150ហើយលើសុទ្ធ150យូរថែមទៀតហើយបញ្ជាក់ថាអាត្មានៅតែអំពាវនាវនៅតែសំណូមពរឲ្យសប្បុរសជនទាំងអស់ដែលបានមើលតាមវីដេអូនេះហើយសូមមេត្តាជំរាបជូនដល់ក្រុមដល់កងទ័ពយើងហើយស្ទីងទាំងអស់នេះគឺខ្ញុំកណ្ដាលសភាពធានាអាន100%ថាកងទ័ពជើងមុខគាត់មកទទួលស្គាល់តែម្ដងអញ្ចឹងយើងទាំងអស់គ្នាគួរតែរូបនេះហើយអាហារជាចាំបាច់អាហារប្រភេទណាក៏ដោយឥឡូវនេះគឺអាហារប្រភេទណាស្ទីងគ្រីមប្រភេទណាដែលយើងត្រូវការតែហ៊ានត្រូវការគឺយើងនឹងប្រញាប់ប្រញាល់ដើម្បីរៀបចំជូនពួកគាត់ហើយក្នុងថ្ងៃនេះស្ទីងរបស់យើងស្របទៅគឺចំនួន10ជើងហើយដើម្បីផ្ញើជូនដល់ពួកគាត់តាមលំដាប់លំដោយអញ្ចឹងសូមបញ្ជាក់ទាំងអស់ប្រកបដោយសេចក្តីសុខគឺបណ្ដោសុខាពលៈគ្រប់គ្នាអនុមោទនា